ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើញ៉ាំពោះគោទឹកប្រហុកឲ្យមានរសជាតិឆ្ងាញ់និងមិនមានក្លិនចាញ៉ាំពោះគោមិនថាញ៉ាំឬក៏យើងយកទៅស្ងោរជ្រលក់ទឹកប្រហុកអីទេសំខាន់បំផុតគឺពោះគោបងប្អូនយើងត្រូវលាងសម្អាតវាឲ្យបានស្អាតហើយនេះខ្ញុំមិនបានបង្ហាញពីរបៀបលាងនោះទេគ្រាន់តែពេលលាងយើងត្រូវយកពោះគោនោះទៅច្របាច់ជាមួយអំបិលហើយនឹងដាក់ទឹកខ្មេះដើម្បីឲ្យវាកាត់ក្លិននិងកាត់ឆ្អាបរបស់ពោះគោហ្នឹងចាដំបូងនេះខ្ញុំបានដាំទឹកឲ្យក្តៅចំនួនកន្លះខ្ទះហើយយកពោះគោចម្រុះយកវាមកស្ងោរហើយក៏មានគ្រឿងកាត់ឆ្អាបមានរំដេងគល់ក្រៃលើក្រូចសើចមានខ្ទឹមសដែរហើយក៏បានផ្សំរសជាតិមានអំបិលកន្លះស្ព្រាបាយម្សៅស៊ុបសាច់មាន់កន្លះស្ព្រាបាយហើយមានដាក់ទឹកម្នាស់កិនដែរបងប្អូនដើម្បីវាឆាប់ផុយចានេះខ្ញុំស្ងោររយៈពេល1ម៉ោងពេលដែលយើងដាក់ទឹកម្នាស់ទៅវាស្ងោរត្រឹមតែ1ម៉ោងទេបើជាទូទៅនេះខ្ញុំធ្វើពីមុនដោយបានដាក់ទឹកម្នាស់ស្ងោររយៈពេល7-2ម៉ោងណាបងប្អូនហើយវាឆ្អិនហើយខ្ញុំស្រង់វាចេញទុកឲ្យត្រជាក់តាមទៀតនេះខ្ញុំមកហាន់គល់សក្រីចំនួន2គល់ហាន់វាស្ដើងមកហើយគល់សក្រីបងប្អូនយកគល់សក្រីថ្មីដែលយើងដាំខ្លួនឯងឬក៏ទិញគេយើងរើសមកថ្មីណាទៅវាឈ្ងុយល្អហើយក៏មានខ្ទឹមសចំនួន2មើមហើយក្រូចឆ្មានេះខ្ញុំដាក់ចំនួន1ផ្លែកន្លះចំណែកនេះគឺជាជីរណានេះខ្ញុំហាន់វាទុកឲ្យហើយមកហើយជីនេះខ្ញុំដាក់ចំនួន3មុខមានជីនឹងវងហើយនឹងជីថ្ពាល់ត្រី2មុខទៀតទាំងអស់3មុខឥឡូវនេះខ្ញុំមកបុកខ្ទឹមសនិងម្ទេសចាម្ទេសនេះខ្ញុំដាក់ម្ទេសម្លែលាយបងប្អូនហើយហិលហ្នឹងបងប្អូនឲ្យដាក់ថែមថតតាមចំណង់ចំណូលចិត្តទៅឥឡូវនេះខ្ញុំមកធ្វើទឹកសម្រាប់ញ៉ាំមានស្ករត្នោត1ស្ព្រាបាយប៊ីចេង2ស្ព្រាកាហ្វេម្សៅស៊ុបសាច់មាន់1ស្ព្រាកាហ្វេទឹកប្រហុកស្ងោរឆ្អិនហ្នឹងចំនួន5ស្ព្រាបាយទឹកអំពិលទុំ2ស្ព្រាបាយទឹកស្ងោរពោះគោហ្នឹងចំនួន5ស្ព្រាបាយហើយទឹកត្រី2ស្លាបព្រាបាយតបនេះខ្ញុំកូរឲ្យវារលាយសព្វបានល្អសិនហើយច្របាច់ក្រូចឆ្មាចូលចាចំពោះម្ជូរនេះខ្ញុំដាក់2មុខបងប្អូនដូចឃើញនៅក្នុងវីដេអូអញ្ចឹងមានទឹកអំពិលទុំផងនិងទឹកក្រូចឆ្មាផងអញ្ចឹងទៅញ៉ាំវាមានរសជាតិឆ្ងាញ់តបដាក់ក្រូចឆ្មាហើយកូរបន្តិចយើងដាក់ម្ទេសនិងខ្ទឹមចូលមកតែប៉ុណ្ណឹងរួចរាល់ហើយចំពោះទឹកញ៉ាំឡើយខ្ញុំមកហាន់ពោះគោវិញម្ដងហើយពោះគោយើងហាន់ស្ដើងទៅពីព្រោះយើងយកទៅញ៉ាំកាលណាយើងហាន់ក្រាស់ពេកវាអត់ងាយចូលជាតិទេបន្ទាប់ពីហាន់ពោះគោនឹងបានរួចរាល់ហើយនេះខ្ញុំយកមកដាក់នៅក្នុងកូនម៉ាងមួយមកដាក់ចូលគ្នាទាំងអស់មកហើយក៏មានបន្ថែមសណ្តែកលីងដែរបងប្អូនដាក់ទឹកញ៉ាំនឹងចូលមកហើយយើងច្របល់វាឲ្យចូលជាតិសិនមកតែទំនងមែនតើហើយរសជាតិគឺថាឆ្ងាញ់តែម្ដងណាបងប្អូនហើយរសជាតិនេះខ្ញុំយករសជាតិរឿងដិតបន្តិចទៅវាឆ្ងាញ់ដិតជូររឿងដិតប្រៃគឺយើងអត់យកផ្អែមទេចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា